នេះបងប្អូនខ្ញុំបង្ហាញរបៀបកាត់ចង្កេះកោងទៀតណានេះយើងលើចង្កេះហើយយើងយកមកដាក់លើស្លឹកពុតកមនៅប្រុសហ្នឹងចាយើងដាក់ទាំងក្រោយមកមុនមកហើយយើងដាក់បរិយាអញ្ចឹងហើយតោះបញ្ជុលយើងដាក់ដូចយើងអ៊ុតធីវអញ្ចឹងណាធីវកអាវអញ្ចឹងណាចាឥឡូវយើងតោះបានអញ្ចឹងហើយតោះមកយើងវាស់ចេញពីគំនូសនេះគំនូសដែលយើងទុកដេហ្នឹងណានេះយើងវាស់ឡើងមកពីលេខមកហើយយើងគូសឲ្យចេញរៀងកោងតាមហ្នឹងមកចាយើងដាក់ក្តាមអញ្ចឹងបានហើយដោះចេញសិនណាឥឡូវយើងកាត់នេះយើងកាត់តាមហ្នឹងណាចាឥឡូវយើងបានប៉ុណ្ណឹងណាហើយកាត់ពីរលេខឲ្យស្មើស្មានយកខ្ញុំបើបងប្អូនស្មានអត់ដឹងទេវាស់មកពីរលេខឲ្យស្មើកាត់មកអញ្ចឹងតែខ្ញុំអត់អីខ្ញុំស្មានដឹងធ្លាប់អីឥឡូវយើងកាត់បានប៉ុណ្ណឹងណាយើងកាត់បានប៉ុណ្ណឹងហើយយើងធ្វើប៉ុណ្ណឹង3ដងយើងយកមកផ្ដាំជាមួយគ្នាកាត់យកប៉ុណ្ណឹង3ទាំងណាឥឡូវយើងកាត់បាន3ទាំងប៉ុណ្ណឹងគ្នាអញ្ចឹងណា3ទាំងប៉ុណ្ណឹងគ្នាអញ្ចឹងយើងដកមួយទុកទាំងខាងក្រោយទៅទៀតខាងក្រោយអញ្ចឹងយើងយកពីទាំងនេះមកវាស់ជាមួយនឹងទាំងមុខទាំងបត់នេះបត់កំណឹងអញ្ចឹងណាចាឥឡូវយើងយកមកយើងកាត់ចុះកាត់អាខាងភ្លឺនេះចុះមកហើយយើងយកមកដាក់នេះតាមកំណុំហ្នឹងណាបដិញតាមកំណុំហ្នឹងវាស់អញ្ចឹងនេះចាយើងវាស់អញ្ចឹងមកដល់កន្លែងបត់នេះកាត់ទុកបន្តិចលើបន្តិចកុំឲ្យខ្វះនេះយើងយកប៉ុណ្ណឹងណាហើយយើងពុះឲ្យចំណាំថាហ្នឹងទាំងបត់ខាងលើទៅសេអសចំណាំមកស្រួលយើងអ៊ុតយើងដឹងថាខាងណាយើងទៅអ៊ុតចាឥឡូវយើងគូសចំណាំមួយណាចាបន្ទាប់មកយើងដោះមកចូលចេញនេះឥឡូវយើងដោះចេញហើយចានេះទាំងខាងក្នុងនេះពុះឲ្យស្មើទៅចាំលុបចាបន្ទាប់មកយើងយកអាហ្នឹងកាត់ចុះដូចគ្នាចាយើងកាត់ចុះចេះមកកាត់អាខាងអ៊ុតកៅអ៊ុតហ្នឹងកាត់ចុះចេះមកយើងវាស់តាមគំនុំហ្នឹងដូចគ្នានេះឃើញទេយើងវាស់ចឹងណាចាដល់កន្លែងនេះយើងកាត់ឲ្យលើដូចខាងលើអញ្ចឹងដែរចាឥឡូវយើងបានហើយយើងគូសចំណាំទាំងខាងក្នុងចាយើងគូសចំណាំខ្លួនយើងមកចាឥឡូវបន្ទាប់មកពេលដែលយើងកាត់សពុតនេះបត់ឆ្វេងចាបត់ឆ្វេងអញ្ចឹងពេលដែលយើងអ៊ុតយើងយកមកអ៊ុតអានេះឧទាហរណ៍ខ្ញុំអត់ខ្ញុំអ៊ុតឲ្យគាត់ចាំមើលណានេះឥឡូវសពុតគាត់បត់ឆ្វេងអញ្ចឹងយើងត្រូវអ៊ុតពីខាងឆ្វេងមុនគឺយកទាំងខាងលើទាំងបត់ហ្នឹងណាដែលយើងគូសចំណាំមិញថាទាំងខាងលើអាផ្នត់ខាងលើហ្នឹងយើងដាក់ពីឆ្វេងមកចាយើងដាក់ចឹងណាខាងឆ្វេងមកមុនចាពេលយើងដាក់ចឹងហើយយើងយកទាំងកដាលចាទាំងកដាលទាំងក្រោយហ្នឹងយើងយកមកអ៊ុតតគ្នាចឹងនេះចាអ៊ុតតគ្នាចឹងណាឥឡូវយើងអ៊ុតតគ្នាអញ្ចឹងដល់ពេលកន្លែងនេះយើងអត់គ្រប់គ្នាទាំងខាងក្នុងទាំងបត់ហ្នឹងណាអត់ទាំងខាងក្នុងទេទាំងទី3ហ្នឹងយើងយកមកឧទាហរណ៍ថាយើងយកមកតអញ្ចឹងឃើញផុតទេវាអត់គ្រប់ទេអញ្ចឹងយើងអាខាងនេះយើងបានគ្រប់បានពីស្លឹកណាអញ្ចឹងបើនេះអត់គ្រប់យើងយកមកអ៊ុតផ្សេងមកយើងអ៊ុតផ្សេងអញ្ចឹងណាពេលហើយយើងកាត់ទុកគ្នាខាងលើមួយលេខខាងក្រោមមួយលេខកន្លះអានេះចឹងណាខាងលើមួយលេខក្រោមលេខកន្លះតោះមកអានេះយើងទុកគ្នាសងខាងអញ្ចឹងមកដល់ពេលហើយយើងកាត់ហើយអានេះយើងកាត់រួចដែរយើងយកទាំងហ្នឹងមកដេរជាប់គ្នាណាចាយើងយកទាំងហ្នឹងមកដេរជាប់គ្នាមកហើយយើងយកទៅកាត់ជាមួយស្លឹកកណាត់មកទាំងទៀតដើម្បីយើងដេរត្រឡប់អញ្ចឹងរបស់យើងមានតែប៉ុណ្្នឹងទេការរបៀបកាត់ចង្កេះកោងគឺតែប៉ុណ្្នឹងទេបងប្អូនឥឡូវបើបងប្អូនពេញចិត្តវីដេអូសូមជួយ follow page អ្នកមួយផងណាបងប្អូនអរគុណច្រើនចា